បាទជំរាបសួរតារាបាទនៅជំរាបសួរថៃហើយនឹងជំរាបសួរបងប្អូនប្រិយមិត្តទូរទស្សន៍អាស៊ីសេរីផងបាទបាទអរគុណច្រើនតារាដែលបានបកប្រែសម្រួលភាសាអង់គ្លេសមកជាភាសាខ្មែរហើយឡើងមករីកាផ្ទាស់នៅពេលនេះជំនួសនេះពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើបុគ្គលសំខាន់ចំនួន9រូបនៃក្រុមហ៊ុន Print Group រឿងឆបោកអនឡាញហ្នឹងហើយតារាយើងឃើញហើយកាលពីថ្ងៃទី23គឺក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចដាក់ចេញនៅចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងទៅនឹងអង្គការចាត់តាំងអ ுக ្រិតកម្មឆ្លងដែន Print Group របស់មេខ្លោងអ ுக ្រិតកម្ម Gen Z ដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងលោកហ៊ុនសែននឹងហើយចំណាត់ការថ្មីនេះគឺជាការដាក់ទណ្ឌកម្មប្រកបទ្រព្យសម្បត្តិទៅលើបុគ្គលចំនួន9នាក់មានដំកំណើតជាជនជាតិចិនដោយលោក Gen Z ដែរហើយមានក្រុមហ៊ុនចំនួន6ដែលក្រសួងរដ្ឋាភិបាលអាមេរិកនឹងចោទថាមានទំនាក់ទំនងជាមួយនឹងបណ្ដាញអ ுக ្រិតកម្ម Print Group របស់លោក Gen Z នៅកម្ពុជានឹងតារាអ្វីដែលចង់ឲ្យតារាជួយរៀបរាប់នឹង9នាក់នឹងតារាអាចជួយបញ្ជាក់អ្នកស្ដាប់យើងផងបានទេថាតើជានរណាខ្លះដែលរងទណ្ឌកម្មពីក្រសួងរដ្ឋាភិបាលអាមេរិកនៅពេលនេះបាទបាទហ្នឹងហើយអរគុណមែនទែនថៃហើយនឹងអរគុណដល់បងប្អូនប្រិយមិត្តដែរដែលរងចាំតាមដានការផ្សាយរបស់យើងមកដល់ចុងកម្មវិធីនេះដែលយើងផ្ដោតជាពិសេសទៅលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះបុគ្គលចំនួន9នាក់រួមទាំងក្រុមហ៊ុនចំនួន26ទៀតដែលសុទ្ធសឹងតែមានជាប់ពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មឆ្លងដែនឬមួយក៏ហៅថាឧក្រិដ្ឋកម្មអនឡាញនោះយើងឃើញថាបុគ្គលទាំង9នាក់នេះបើមែនតែនទៅខ្ញុំអត់ដែរស្គាល់សោះហ្មងមិនដែរឃើញពួកគាត់នឹងទេលើទំព័រសារព័ត៌មានមកចិនដូចគ្នាមិនមែនមានន័យថាខ្ញុំទៅស្គាល់ពួកគាត់ឬមួយចូលដឹងពីសាវតារបស់ពួកគាត់ទេថៃយើងឃើញពួកគាត់នៅពេលដែលរឿងរបស់ពួកគាត់ចាប់ផ្ដើមផ្ទុះក៏ក្រើកទៅហើយហ្នឹងហើយបុគ្គលទាំង9នាក់ហ្នឹងបើមែនតែនទៅគេចាប់ផ្ដើមធ្វើការស៊ើបអង្កេតយូរឆ្នាំមកហើយក៏ចាប់ផ្ដើមរកឃើញអំពីភាពជាប់ពាក់ព័ន្ធរបស់ពួកគេទៅក្នុងក្រុមហ៊ុនឬមួយក៏បណ្ដាញនៃឧក្រិដ្ឋកម្មឆ្លងដែននឹងដែរជាពិសេសទេគឺថាឧក្រិដ្ឋកម្មឆ្លងដែនសំណុំរឿងនេះគេរាប់ចាត់ទុកថាជាសំណុំរឿងចង្កោមមួយនៅក្នុងករណីរបស់ក្រុមហ៊ុន Prince Group ហ្នឹងគឺត្រូវបានសហរដ្ឋអាមេរិកនេះចាត់ថ្នាក់ចូលជាគេហៅថាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលជាភាសាអង់គ្លេសហ្នឹងយើងហៅថាជាPrince Group Transnational Criminal Organization គឺជាអង្គការចាត់តាំងមួយដែលប្រមូលផ្ដុំទៅដោយសកម្មភាពខុសច្បាប់ហើយនិងសកម្មភាពបែបឧក្រិដ្ឋហើយជាការប្រព្រឹត្តហ្នឹងគឺជាលក្ខណៈឆ្លងដែនហើយយើងភ្ញាក់ផ្អើលដែរថៃនិយាយមែនតើទៅពីម្សិលមិញហ្នឹងគឺក្រោយការផ្សាយរបស់យើងចប់តែប្រហែលជាមួយរយៈពេលខ្លីទេក៏យើងឃើញការប្រកាសអំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកហ្នឹងហើយបុគ្គលទាំង9នាក់ដែលលោកនាងបានឃើញនៅលើទំព័រឬមួយក៏អេក្រង់ទូរស័ព្ទរបស់លោកនាងនេះគឺសិតសឹងតែយើងមើលទៅសិតសឹងតែមានជាគេហៅថាជនជាតិឬមួយក៏ដើមកំណើតមកពីចិនហ្នឹងមុខរបស់ពួកគាត់ឈ្មោះរបស់ពួកគាត់ហ្នឹងខ្ញុំចង់ចាប់ផ្ដើមជាដំបូងចំពោះបុគ្គលមួយដែលជាបុគ្គលសំខាន់ជាងគេគឺឈ្មោះថា Hu Xiaowei នេះគឺជាបុគ្គលម្នាក់ដែលកាត់សក់ខ្លីហើយសិតធៀងបាសហ្នឹងលោកនាងឃើញនៅខាងស្ដាំដៃគេហ្នឹងHu Xiaowei ហ្នឹងគឺបើតាមសេចក្តីប្រកាសដាក់ទណ្ឌកម្មរបស់ក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺជាមនុស្សលំដាប់ទី2នៅក្នុងបណ្ដាញ Prince Group របស់ Gen Z បើនិយាយភាសាសាមញ្ញភាសាចិនកាប់ដាវហ្នឹងគេច្រើនប្រើពាក្យថាបងធំទី2នៅក្នុងអង្គការចាត់តាំងរបស់ Gen Z ហ្នឹង Hu Xiaowei ហ្នឹងមានឈ្មោះហៅក្រៅច្រើនផ្សេងទៀតណាស់ដែលយើងបានឃើញមានដូចជាឈ្មោះថា Chen Xiaohe ឈ្មោះថា Hu Xi ឈ្មោះថា Wu Anming ជាដើមនេះសិតសឹងតែជាឈ្មោះដែលត្រូវបានគេប្រើនៅក្នុងបណ្ដាញអង្គការចាត់តាំងរបស់ Prince Group ហ្នឹងHu Xiaowei នេះគឺត្រូវបានគេចោទថាជាអ្នកដែលគ្រប់គ្រងបណ្ដាញក្រុមហ៊ុនជាច្រើននៅឯក្រៅប្រទេសហ្នឹងចង់សម្ដៅទៅលើនៅក្រៅដែនដីសហរដ្ឋអាមេរិកហើយនឹងនៅខាងក្រៅដែនដីដែលប្រទេសកម្ពុជាដែលពួកគេនិយាយថា Prince Group ហ្នឹងវាមានមូលដ្ឋានធំនៅកម្ពុជាហើយបន្ទាប់មកទីតាំងឬមួយក៏ក្រុមហ៊ុនរបស់ Hu Xiaowei ហ្នឹងគឺធ្វើប្រតិបត្តិការនៅក្រៅប្រទេសគេហៅថាបង្កើតបណ្ដាញបង្កើតក្រុមហ៊ុនហើយបង្កើតបទសម្ព័ន្ធរបស់ក្រុមហ៊ុនហ្នឹងនៅតាមប្រទេសនានា
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺគេបានបញ្ជាក់ថា Hu Xiaowei ហ្នឹងគឺជាអ្នកគ្រប់គ្រងបណ្ដាញក្រុមហ៊ុនជាច្រើននៅឯកោះគេហៅ British Virgin Island លោកអ្នកនាងដែលមិនទាន់បានស្គាល់ទេ British Virgin Island នេះគឺជាដែនដីឯនាយសមុទ្ររបស់ចក្រភពអង់គ្លេសដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រ Caribbean ជាភាសាអង់គ្លេសឬមួយក៏ជាភាសាបារាំងគេហៅថាជាសមុទ្រ Caraïb តែប៉ុន្តែមិនឆ្ងាយប៉ុន្មានទេពីសហរដ្ឋអាមេរិកនេះបើនិយាយទៅវានៅក្នុងក្បែរនឹងដែនដីស្វយ័តគេហៅដែនដី Puerto Rico នៅក្នុងតំបន់ក្បែរប្រទេសគុយបាប្រទេសអីហ្នឹងនៅជិតឆ្នេរសមុទ្ររដ្ឋ Florida សហរដ្ឋអាមេរិកនេះទេគ្រាន់តែថា British Virgin Island នេះវាជាដែនដីអានេយសមុទ្ររបស់ចក្រភពអង់គ្លេសហើយគឺជាកន្លែងមួយដែលជាទូទៅរបាយការណ៍នៃការស៊ើបអង្កេតរឿងពុករលួយការលាងលុយកខ្វក់អីហ្នឹងគឺមនុស្សជាច្រើនដែលមានជាប់ក្នុងឈ្មោះដែលត្រូវបានគេរកឃើញហ្នឹងគឺជាទូទៅគឺគេធ្វើប្រតិបត្តិការនៅកោះ British Virgin Island ហ្នឹងមិនដឹងថាតើនៅទីតាំងហ្នឹងគេមានការសម្រួលយ៉ាងម៉េចទៅដល់អ្នកវិនិយោគដល់អីទេបានជាសម្បូរទៅដល់ពួកអ្នកមានលុយមានអំណាចឬមួយក៏ក្រុមអ្នកដែលលាងលុយកខ្វក់ក្រុមបណ្ដាញក្រិតជនហ្នឹងចូលចិត្តទៅវិនិយោគនៅកោះ British Virgin Island ហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងថា Hu Xiaowei នេះគឺជាបុគ្គលម្នាក់ដែលគ្រប់គ្រងទៅលើលំហូរសាច់ប្រាក់ហើយនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Prince Group នៅក្រៅប្រទេសហើយក្រុមហ៊ុនជាអាចដែលគេរកឃើញថាជាការកាន់កាប់ផ្ទាល់របស់Hu Xiaowei នៅឯកោះ British Virgin Island ហ្នឹងមានច្រើនក្រុមហ៊ុនខ្ញុំសូមអានប្រមាណក្រុមហ៊ុនទៅដើម្បីឲ្យជាមូលដ្ឋានក្នុងការជជែកហ្នឹងមានជាអាចដូចជាក្រុមហ៊ុន Eagle Fortitude Limited ក្រុមហ៊ុន Leisure Focus Limited និង Future King Inc ជាដើមក្រុមហ៊ុនទាំងអស់នេះគឺជាក្រុមហ៊ុនដែលនៅឯមានមូលដ្ឋាននៅក្នុងកោះ British Virgin Island ហ្នឹងក៏ប៉ុន្តែគេមានក្រុមហ៊ុនបុតសម្ព័ន្ធរបស់គេជាច្រើនទៀតនៅតាមប្រទេសមួយចំនួនឧទាហរណ៍ថាដូចជាក្រុមហ៊ុន Future King ជាដើមគេមានបុតសម្ព័ន្ធរបស់គេជាច្រើនទៀតនៅឯដែនដីស្វយ័តហុងកុងមានន័យថានៅកោះហុងកុងក៏មានក្រុមហ៊ុនជាច្រើនទៀតដែលចំណុះឲ្យ Future King នេះដែរក្រុមហ៊ុនជាច្រើនទៀតដែលគេរកឃើញថាមានជាប់ពាក់ព័ន្ធឬមួយក៏ការគ្រប់គ្រងដោយផ្ទាល់របស់ Hu Xiaowei នេះមានជាអាចនៅឯក្រុមហ៊ុនមួយចំនួននៅឯហុងកុងដូចជាក្រុមហ៊ុន China Reserve Securities Limited ក្រុមហ៊ុន Future Wing Financial Company Limited ជាដើមហើយក្រៅពីនឹងទេគឺមានក្រុមហ៊ុនមួយចំនួនទៀតនៅឯប្រទេសសិង្ហបុរីនៅឯសិង្ហបុរីនេះគេប្រទះឃើញមានដូចជាក្រុមហ៊ុន Future Oasis PTE Limited ក្រុមហ៊ុន Future Cosmos Limited ក្រុមហ៊ុន Future Cosmos One Limited ហើយនិងក្រុមហ៊ុនជាច្រើនផ្សេងទៀតខ្ញុំសូមអានតែប៉ុណ្្នឹងទេពីព្រោះថាវាមានទាំងអស់វា25ក្រុម26ក្រុមហ៊ុនយើងមិនអាចចំណាយពេលទៅ detail ក្រុមហ៊ុនទាំងអស់ហ្នឹងបានទេគ្រាន់តែថាសំខាន់គេចង់សម្ដៅថាបុគ្គលម្នាក់ឈ្មោះ Hu Xiaowei នេះគឺជាបុគ្គលសំខាន់ជាបងធំទី2នៅក្នុងបណ្ដាញអង្គការចាត់តាំង Prince Group របស់ Gen Z ដែលម្នាក់នេះគឺទទួលខុសត្រូវទៅលើការគ្រប់គ្រងលំហូរសាច់ប្រាក់ហើយនឹងការវិនិយោគពាក់ព័ន្ធទាំងឡាយនៅឯក្រៅប្រទេសមានន័យថានៅឯដែនដីនៃសមុទ្រជាច្រើនដែលបណ្ដាញរបស់អង្គការគេហៅថាអង្គការក្រិតកម្មឆ្លងដែន Prince Group របស់លោក Gen Z នឹងធ្វើប្រតិបត្តិការហើយបើយើងពិនិត្យមើលចំណុចមួយទៀតក្រៅពីដូចថា Hu Xiaowei នេះគឺជាបុគ្គលជាបងធំលំដាប់ទី2របស់បន្ទាប់ពី Gen Z មកហើយបុគ្គលដែលជាប់នៅក្នុងទណ្ឌកម្មរបស់ក្រសួងរដ្ឋាភិបាលជាតិអាមេរិកបន្ទាប់ពី Hu Xiaowei នេះគឺមានឈ្មោះ3នាក់ទៀតគឺមានដូចជាឈ្មោះ Hu Huming កុងកាអនហើយនិង Li Hui 3នាក់នេះគឺគេហៅថាជាមនុស្សជំនិតជាដៃជើងផ្ទាល់ជាបពពួកផ្ទាល់របស់ Hu Xiaowei នៅក្នុងការគ្រប់គ្រងក្រុមហ៊ុនឬមួយក៏បុតសម្ព័ន្ធឬមួយក៏សាខាបណ្ដាញរបស់ Prince Group នៅតាមទីតាំងសំខាន់ដូចជានៅកោះ British Virgin Island នៅហុងកុងហើយនិងនៅសិង្ហបុរីជាដើមក្រៅពីមនុស្ស3នាក់ទៀតដែលខ្ញុំរៀបរាប់អំបញ្ញមិញនេះដែលពាក់ព័ន្ធផ្ទាល់ជាមួយនឹង Hu Xiaowei នេះមានបុគ្គល2នាក់ទៀតដែលជាប់នៅក្នុងទណ្ឌកម្មហ្នឹងគឺមានឈ្មោះថា Brandon Luo ហើយនិង Chiu Wei Ren មនុស្ស2នាក់នេះឈ្មោះគេហៅ Brandon Luo ហើយនិង Chiu Wei Ren នេះគឺជាអ្នកវិនិយោគគឺគេហៅថាក្រុមអ្នកដាក់លុយរកស៊ីនៅក្នុងទីតាំងឬមួយក៏មជ្ឈមណ្ឌលប្រតិបត្តិការឆបោករបស់ Prince Group
មិញយើងនិយាយអំពីពួកអ្នកដែលមានគេហៅថាសិទ្ធិអំណាចនៅក្នុងការគ្រប់គ្រងឬមួយក៏មានភាពជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងនៅក្រុមហ៊ុនហ្នឹងបណ្ដាញក្រុមហ៊ុនហ្នឹងបន្ទាប់មកទៀតគឺ2អ្នកទៀតឈ្មោះថា Brandon Luo និង Chiu Wei-ren នេះគឺជាពួកអ្នករកស៊ីប៉ុន្តែគេរកស៊ីសហការជាមួយពួកអក្រិតជនអស់ហ្នឹងដាក់លុយបង្កើតប្រតិបត្តិការទិញសម្ភារៈឧបករណ៍អីផ្សេងឬមួយក៏សាងសង់ហេដ្ឋារចនាសម្ព័ន្ធអីផ្សេងបំរើឲ្យអាមធ្យោបាយឬមួយក៏សកម្មភាពប្រតិបត្តិការឆោបបោកហ្នឹងហើយបន្ទាប់ពីហ្នឹងមានបុគ្គល3អ្នកផ្សេងទៀតមានឈ្មោះថាដៃអានហ្វាងជីចិនហើយនិងចេនបូប្រហែលអ្នក3អ្នកចុងក្រោយនេះគឺជាក៏ជាមនុស្សសំខាន់ជាថ្នាក់ដឹកនាំគេហៅ high level នៅក្នុងបណ្ដាញអង្គការចាត់តាំងរបស់ Prince Group ដែរថៃដូច្នេះនិយាយជាសរុបមានមនុស្ស9អ្នកនៅក្នុងបណ្ដាញអង្គការចាត់តាំងក្នុងកម្រិតកម្ពុជាតែម្ដងរបស់ Prince Group ហើយនឹងក្រុមហ៊ុនដែលពួកគេគ្រប់គ្រងដោយផ្ទាល់ហើយនឹងគ្រប់គ្រងដោយប្រយោលប៉ុន្តែមានឥទ្ធិពលទៅលើការដឹកនាំហ្នឹងគឺចំនួន26ក្រុមហ៊ុនដូច្នេះជាសរុបមានយើងអាចសរុបដោយខ្លីថាទាំងអស់គឺ35បុគ្គលនិងអង្គភាពដែលរងនៅក្នុងទណ្ឌកម្មនេះហ្នឹងហើយនឹងជាបុគ្គលសំខាន់នឹងក្រុមហ៊ុនហ្នឹងបាទតារាតើហេតុអីបានជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើអ្នកទាំង9ហ្នឹងបុគ្គលទាំង9អ្នកហ្នឹងហើយរួមជាមួយនឹងបណ្ដាញក្រុមហ៊ុនរបស់ពួកគាត់ចំនួន26ទៀតបាទហ្នឹងហើយថៃនេះគឺជាចំណុចដ៏សំខាន់ដែលយើងចង់ជជែកបែកញែកយើងឃើញថាបុគ្គលទាំងអស់ហ្នឹងគឺជាអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Prince ហើយដូចខ្ញុំបានជម្រាបជូនថៃនិងប្រិមិត្តទាំងអស់គ្នាបាញ់មិញអញ្ចឹងគឺថា Prince Group នេះសម្រាប់ការវិនិយោគនៅស្រុកខ្មែរសម្រាប់ពួកអ្នកមានអំណាចមានឥទ្ធិពលក្រុមគ្រួសារតកូលហ៊ុនហ្នឹងគឺថាសិតសឹងតែជាអង្គការចិត្តធរដែលជួយឧបត្ថម្ភកាកបាទក្រហមដែលឲ្យលុយរដ្ឋាភិបាលលោកហ៊ុនសែនហើយក្រោយមកទៀតលោកហ៊ុនម៉ាណែតនឹងធ្វើសកម្មភាពនយោបាយអីចឹងទៅជិះយន្តហោះផ្ទាល់មួយលោកហ៊ុនសែនគឺជាអ្នកជំនួញអីណាស្អាតស្អំជាម្ចាស់ក្រុមហ៊ុនដែលជួយបង្កើតការងារនៅក្នុងស្រុកខ្មែរអីចឹងជាដើមហ្នឹងសម្រាប់ទស្សនវិជ្ជាពួកអ្នកមានអំណាចនៅស្រុកខ្មែរដោយឡែកសហរដ្ឋអាមេរិកមិនមែនទេ Prince Group នេះដូចខ្ញុំបាននិយាយបាញ់មិញអញ្ចឹងគឺគេបានចាត់ថ្នាក់ថាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន Prince Group ជាភាសាអង់គ្លេសខ្ញុំចង់បញ្ជាក់ម្ដងទៀតគឺពាក្យថា Prince Group Transnational Criminal Organization ឬមួយក៏ Prince Group TCO គឺជាអង្គការឬមួយក៏ក្រុមបណ្ដាញដែលប្រព្រឹត្តនៅឧក្រិដ្ឋកម្មឆ្លងដែនដែលសហរដ្ឋអាមេរិកតាមកម្ចាត់ឲ្យខាងតែបានពីព្រោះអីពីព្រោះថាក្រុម Prince Group ហើយនឹងបណ្ដាញរបស់ពួកគេនេះគឺជាក្រុមឆោបោកតាមប្រព័ន្ធអនឡាញហើយដែលបានលួចលុយបើក្នុងករណីតែសម្រាប់ប្រជាជនអាមេរិកទេសម្រាប់តែសហរដ្ឋអាមេរិកខ្លួនឯងទេគឺការឆោបោកលុយដែលប្រជាពលរដ្ឋអាមេរិកបាត់បង់ណាគឺប្រហែលជាយ៉ាងហោចណាស់គេគិតថាយ៉ាងហោចណាស់$10,000 លាននៅក្នុងឆ្នាំ2024ប្រជាជនអាមេរិកជាច្រើនបានបាត់បង់លុយដោយសារតែការឆក់បោកហើយដែលបណ្ដាញឆក់បោកធំបំផុតហ្នឹងគឺជា Prince Group Transnational Criminal Organization នឹងឯងថៃដូច្នេះហើយបានជាគេចាត់វិធានការហ្នឹងត្រូវតែបង្ក្រាបឲ្យខាងតែបានចំពោះសកម្មភាពឆក់បោកទាំងនេះហើយនៅក្នុងសេចក្តីប្រកាសនៅក្នុងការដាក់ទណ្ឌកម្មបុគ្គលហើយនឹងក្រុមហ៊ុនសរុបទាំងអស់មាន35ហ្នឹងគឺថារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកឬមួយក៏គេហៅថាមួយទៀតថាក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកហ្នឹងគឺលោក Scott Bessent គាត់បានលើកឡើងថាមជ្ឈមណ្ឌលឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហ្នឹងគឺថាបានលួចយកលុយរាប់ពាន់លានដុល្លារពីជនជាតិអាមេរិកហ្នឹងជារៀងរាល់ឆ្នាំហើយលោកថារដ្ឋាភិបាលរបស់លោក Donald Trump បច្ចុប្បន្ននេះគឺថាបដិញ្ញានៅក្នុងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មទាំងឡាយណាដែលប្រតិបត្តិការនៅក្រៅប្រទេសហើយក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់គ្រប់ឧបករណ៍អ្វីទាំងអស់ដែលខ្លួនមានរួមទាំងអំណាចទាំងឡាយណាដែលក្រសួងរដ្ឋាភិបាលជាតិអាមេរិកមានហ្នឹងគឺថាត្រូវតែប្រើប្រាស់នៅអំណាចទាំងអស់នេះដើម្បីទៅបំបែកបណ្ដាញដ៏ក្រាស់ឃ្មឹកឬមួយក៏ដែលស្រាក់គ្នាដែលបោកលុយប្រជាជនអាមេរិកហើយដែលគេចាត់ទុកថាជាករណីឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរនោះបាទថៃបាទក្រុមឧក្រិដ្ឋជនទាំង9នេះគឺមានមេកោយធំមានមូលដ្ឋាននៅស្រុកខ្មែរហើយនៅស្រុកខ្មែរលោក Gen Z នេះគឺជាទីប្រឹក្សារបស់លោកហ៊ុនសែនជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតជាទីប្រឹក្សារបស់លោកសខេងលោកសសុខាក្រសួងមហាផ្ទៃគឺថាបាយទឹកជាមួយលោកហ៊ុនសែនស្និទ្ធស្នាលដើរហើរមួយលោកហ៊ុនសែនតំណាក់តំណងនឹង
ស្និទ្ធស្នាលណាស់ជាមួយនឹងលោកហ៊ុនសែនហ្នឹងហើយតំណងនេះមិនមែនជារឿងធម្មតាទេយើងដឹងហើយថាមុននឹងខ្លាយទៅជាទីប្រឹក្សាហ្នឹងមិនដឹងគេសិក្សាពីប្រវត្តិប៉ុណ្ណាគេច្បាស់ណាស់ដូច្នេះលោកហ៊ុនសែនយកក្រឹតជនហ្នឹងធ្វើទីប្រឹក្សាហ្នឹងមិនអាចឆ្លើយមួយម៉ាត់ហើយអត់ដឹងទេហើយយើងឃើញបណ្ដាញក្រឹតជននេះគឺថាកាន់តែសាហាវកាន់តែមានជំនាញថ្មីនេះតារាយើងបានឃើញហើយក្រឹតជនចាប់ផ្ដើមកាន់តែជំនាញនៅក្នុងការឆបោករហូតដល់នៅពេលដែលអាជ្ញាធរនៅស្រុកខ្មែរប្រក្រាបឃើញទៅរៀបចំការបោកប្រាស់ហ្នឹងចេញពីរថយន្តទំនើបទៅវិញគឺរៀបចំមធ្យោបាយឆបោកចេញពីក្នុងឡានមកវិញបាទដូច្នេះគេអត់ដឹងទេអាឡ័យទៅចាប់បោកឆបោកលើអាគារហ្នឹងយើងប្រក្រាបទៅលើអាគារប៉ុន្តែអ ក្រិតជនហ្នឹងគេឈានមកជំហានទៀតគឺថាគេទៅរៀបចំឆបោកចេញពីរថយន្តទំនើបរបស់គេដែលយើងអត់ហ៊ានទៅឆែកទេណាបាទអញ្ចឹងគឺថាវាកាន់តែទំនើបហើយយើងឃើញក្រុមនេះជំនាញណាហើយយើងឃើញពួកក្រុមអក្រិតជនមួយចំនួនដែលអាចមានមុខមានមាត់ទៅរកស៊ីដល់ក្រៅប្រទេសនេះគឺដោយសារលោកហ៊ុនសែនហ្នឹងគាត់ផ្ដល់សញ្ជាតិខ្មែរឲ្យនៅពេលដែលជួនកាលអក្រិតជនខ្លះគឺជាអ្នកទោសឯដែលដែលអាជ្ញាធរឬក៏រដ្ឋាភិបាលចិនហ្នឹងតាមចាប់ខ្លួនប៉ុន្តែនៅពេលដែលអក្រិតជនមកដល់ស្រុកខ្មែរលោកហ៊ុនសែនបែរជាលុបលាងជួយលាងគេឈ្មោះឲ្យទៅជាមនុស្សស្អាតស្អំជាអ្នកជំនួញស្អាតស្អំជាជនជាតិខ្មែរលាងប្រវត្តិឲ្យស្អាតធ្វើប្រវត្តិរូបថ្មីឲ្យហើយបន្ទាប់មកពួកនឹងបោកលុយគេបានហើយពួកនឹងចាប់ផ្ដើមតាំងខ្លួនថាជាអ្នកជំនួញខ្មែរនឹងទៅរស់ស៊ីនៅអាមេរិកទៅរស់ស៊ីនៅចក្រភពអង់គ្លេសហើយបានយើងឃើញថាមិនបានជាលុយបណ្ដាញក្រុមហ៊ុនទាំងអស់ហ្នឹងវារីករាលដាលពេញពិភពលោកពីព្រោះថាវាអញ្ចឹងវាមានការជួយគ្រប់គ្រងពីក្រមរដ្ឋាភិបាលរបស់លោកហ៊ុនសែនដែលផ្ដល់សញ្ជាតិផ្ដល់គេឈ្មោះថ្មីមធ្យោបាយថ្មីប៉ាសពតថ្មីអីហ្នឹងហើយឲ្យពួកនឹងដើរជុំវិញពិភពលោកក្នុងនាមជាអ្នកជំនួញខ្មែរជាអ្នកជំនួញអីហ្នឹងទៅនេះជាអ្វីដែលយើងបានឃើញកន្លងមកណាហើយលោកហ៊ុនសែនគាត់មកនិយាយថាគាត់អត់ដឹងគាត់មិននឹកស្មានថាវាមានរឿងនឹងកើតឡើងហើយគាត់ថាអីបើអាមេរិកចាញ់អីពលរដ្ឋអីអ្នកឯងចាញ់បោកគេគាត់មិនស្ដាប់ទេប៉ុន្តែគាត់និយាយនឹងនិយាយដល់អាមេរិកទេបាទគាត់និយាយថាចាញ់បោកគេដូចតារាមហាញថាគាត់ថាពលរដ្ឋអាមេរិកចាញ់បោករាប់លានដុល្លារក្នុងមួយឆ្នាំរាប់ពាន់លានហើយលោកហ៊ុនសែនហើយមិនក៏មិនបដៅពលរដ្ឋអ្នកឯងកុំឲ្យលេងល្បែងកុំឲ្យដាក់លុយអីប៉ុន្តែយើងឃើញគាត់ទៅបន្ទោសជនរងគ្រោះទៅវិញណាគាត់អត់មកប្រក្រាបឲ្យអាមេរិកគេកំពុងធ្វើការងាររឿងនេះហើយរឿងនេះមិនមែនលេងសើចអាមេរិកគេធ្វើមែនទែននឹងតារាសំណួររបស់ខ្ញុំបន្តទៀតតារាមានអីចង់បន្ថែមបាទនឹងឯថៃអ្វីដែលខ្ញុំចង់និយាយមិញហ្នឹងគឺមួយម៉ាត់ទេថងថៃនិយាយថាតកតងរឿងលោកហ៊ុនសែនអីរបបដឹកនាំរបស់គាត់ថាអត់ដឹងណានៅពេលដែលពួកនឹងប្រតិបត្តិការហ្នឹងបើយើងនិយាយថាគាត់មិនដឹងជួនកាលមានអាចមានចំណុចខ្លះគាត់ប្រហែលគាត់អត់ដឹងមែនចំណុចដែលគាត់ដឹងច្បាស់ 100% គឺរឿងប្រវត្តិបុគ្គលអស់ហ្នឹងខ្ញុំជឿថាគាត់ប្រកាសជាដឹងពីសាវតារបស់ពួកអ្នករស់ស៊ីចិនអស់ហ្នឹងដែលគាត់មកចាប់ផ្ដើមធ្វើការងារស្រុកខ្មែរអីចឹងណាអាហ្នឹងប្រកាសជា 100% អាចដឹងមែនប៉ុន្តែនៅពេលដែលពួកនឹងចាប់ផ្ដើមគេហៅថាបង្កើតក្រុមហ៊ុនហើយចាប់ផ្ដើមបំបែកមេសាខាធ្វើប្រតិបត្តិការហ្នឹងប្រហែលជាចំណុចខ្លះអាចមិនដឹងដែរដោយសារហេតុអីបានយើងគិតថាអាចមិនដឹងដែរពីព្រោះអីបើយើងយោងទៅលើរបាយការណ៍ដែលចេញផ្សាយដោយក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងពួកហ្នឹងគឺគេមានរបៀបនៅក្នុងការលាងលុយមានរបៀបនៅក្នុងការធ្វើប្រតិបត្តិការរបស់គេនឹងដូចខ្ញុំនិយាយមិញអញ្ចឹងគេបង្កើតក្រុមហ៊ុនមេមួយនៅស្រុកខ្មែរមែនប៉ុន្តែអាក្រុមហ៊ុនដែលប្រតិបត្តិការដើម្បីធ្វើសកម្មភាពលាងលុយគឺនៅឯ British Virgin Island បន្ទាប់មកនៅ British Virgin Island ហ្នឹងគេបំបែកក្រុមហ៊ុនសាខាទៀតដើម្បីឲ្យមានក្រុមហ៊ុននៅហុងកុងបន្ទាប់មកទៀតគេបំបែកសាខាផ្សេងទៀតនៅក្រុមហ៊ុននៅឯសង្ហបុរីនៅអីចឹងណាមានន័យថាសហរដ្ឋអាមេរិកនឹងប្រើពេលរាប់ឆ្នាំស៊ើបអង្កេតរាប់ឆ្នាំឲ្យទៅសហការជាមួយនឹងប៉ូលីសសង្គ្រប់ផ្នែកគ្រប់វិស័យគ្រប់ប្រទេសដើម្បីបើកកកាយរឿងហ្នឹងអញ្ចឹងហើយបានថាចំណុចខ្លះអាចមិនដឹងដែរពីព្រោះអីគាត់មិនសូវខ្វល់អីអារឿងជាតិរឿងអ្នកណាទុច្ចរិតមិនទុច្ចរិតអីទេគាត់ខ្វល់តែពីរឿងអំណាចរបស់គាត់សពងក្បាលខ្មែរគ្នាឯងឲ្យតែទុនលងទៅអាងគាត់គ្រប់គ្រងប្រទេសដឹកនាំអំណាចតវងតកូលគាត់ណាហើយអារឿងអាយុជីវិតសេដ្ឋកិច្ចជាតិប្រជាជនហ្នឹងគាត់មិនខ្វល់អីប្រមាណទេដូច្នេះហើយនៅពេលដែលបញ្ហារបស់គាត់គឺគាត់បើកផ្លូវឲ្យពួកជនដែលមានប្រវត្តិមិនល្អមកចាប់ផ្ដើមធ្វើការរស់ស៊ីនៅស្រុកខ្មែរនៅពេលដែលរស់ស៊ីហើយពួកគេចាប់ផ្ដើមធ្វើប្រតិបត្តិការហ្នឹងគឺថាគាត់លែងខ្វល់ហើយពីពួកហ្នឹងខ្លាចជាអុកញ៉ាចិត្តធរខ្លាចជាក្រុមអ្នករស់ស៊ីសុចរិតដូចថៃនិយាយចឹងរបបដឹកនាំហ្នឹងក៏លៀងខ្លួនពួកហ្នឹងរួចហើយខ្មែរយើងឲ្យសញ្ជាតិពួកហ្នឹងហើយក៏ពួកហ្នឹងគេចាប់ផ្ដើមទៅរស់ស៊ីបើកមុខជាចំហតែម្ដងអាហ្នឹងគឺអ្វីដែលខ្ញុំចង់បន្ថែមថងហ្នឹងបាទថៃបាទហ្នឹងហើយតារាសំណួររបស់ខ្ញុំបន្តទៅនេះក្រៅពីការដាក់ទណ្ឌកម្មនេះក្រៅពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រកបទ្រព្យសម្បត្តិទៅលើបុគ្គលទាំង9
អ្នកហើយនឹងក្រុមហ៊ុនចំនួន26ដែលភ្ជាប់ជាមួយនឹងក្រុមហ៊ុន Print Group នេះតើក្រសួងរដ្ឋាភិបាលអាមេរិកនឹងមានចំណាត់ការអ្វីទៀតទេក្នុងសេចក្តីប្រកាសការពីថ្ងៃទី23ខែមិថុនាម្សិលមិញនេះបាទបាទថៃមានក្រៅពីការប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិបុគ្គលទាំងប្រមាណអ្នក9អ្នកហ្នឹងហើយនឹងក្រុមហ៊ុនបណ្ដាញរបស់ពួកគេចំនួន26ក្រុមហ៊ុនទៀតហ្នឹងគឺក៏គេមានកែសម្រួលនៅបទបញ្ញត្តិខ្លះតាក់ទងទៅនឹងចំណាត់ការដែលគេធ្លាប់ធ្វើកន្លងមកគឺទៅលើក្រុមហ៊ុន Hui One Pay ក្រុមហ៊ុន Hui One Pay នេះលោកអ្នកនាងបានដឹងហើយថាមានលោកហ៊ុនតូដែលជាក្មួយប្រុសរបស់លោកហ៊ុនសែននឹងជាម្ចាស់ភាគហ៊ុនចំនួន 30% ហើយដែលត្រូវបានសហរដ្ឋអាមេរិកនឹងត្រួតពិនិត្យយ៉ាងខ្លាំងទៅលើតួនាទីរបស់ពួកគេនៅក្នុងការសម្រួលនៅលំហូរហិរញ្ញវត្ថុរបស់បណ្ដាញឆបោកអនឡាញហើយនឹងការលាងលុយកខ្វក់អាមេរិកក្រសួងរដ្ឋាភិបាលអាមេរិកនឹងគឺបានគេហៅថាបានសម្រួលកែសម្រួលបទបញ្ញត្តិចុងក្រោយមួយដែលគេបានដាក់ចេញកាលពីខែតុលាឆ្នាំ2025ហ្នឹងការកែសម្រួលនៅបទបញ្ញត្តិឬមួយក៏ខ្លឹមសារដែលគេបានចេញកាលពីលើកមុនហ្នឹងគឺមិនមែនជាការដកចេញឬមួយក៏បទូបថយទេគឺគេកែសម្រួលដើម្បីដាក់បញ្ចូលនៅគេហៅក្រុមហ៊ុនមួយទៀតដែលជាមួយនឹងដែលស្ថិតនៅក្នុងបណ្ដាញជាមួយ Hui One Pay ហ្នឹងគឺជាក្រុមហ៊ុនទូទាត់សាច់ប្រាក់ឈ្មោះថា HP Service PLC ហើយប្រហែលជាដឹងហើយបងប្អូនដែលនៅស្រុកខ្មែរដែលគាត់ប្រើគេហៅថាប្រតិបត្តិការរបស់ធនាគារ Hui One អីហ្នឹងគឺវាមានផ្នែកមួយគឺ Hui One Pay ក្នុងការទូទាត់សាច់ប្រាក់ផ្ញើលុយផ្ញើកាក់អីហ្នឹងគឺកន្លែងនេះគេកែសម្រួលដើម្បីដាក់បញ្ចូល Hui One Pay Service ហ្នឹងនៅក្នុងការដាក់ទណ្ឌកម្មនឹងថែមទៀតហើយមិនត្រឹមតែ HP Service PLC នឹងទេក្រសួងរដ្ឋាភិបាលអាមេរិកគឺចងពាក្យមួយទៀតនៅក្នុងនឹងតែម្ដងគេចងថាក្រុមហ៊ុនណាក៏ដោយដែលមកជំនួសក្រុមហ៊ុន Hui One នៅសម្បត្តិគឺក្រុមហ៊ុន HP Service PLC នឹងទៅថ្ងៃមុខនឹងក៏នឹងស្ថិតនៅក្នុងវិធានការរឹតបន្តឹងជាមួយ Hui One Group នេះដែរមានន័យថាគេដឹងថា Hui One Pay នឹងជាផ្នែកមួយនៃ Hui One Group ហ្នឹងដែលប្រតិបត្តិការលើថាធ្វើប្រតិបត្តិការដែលមិនត្រឹមត្រូវហ្នឹងអញ្ចឹងក្រុមហ៊ុនហ្នឹងទោះបីជាដកចេញហើយដាក់ក្រុមហ៊ុនណាមកជំនួសឲ្យក្រុមហ៊ុនហ្នឹងក៏ដោយទៀតក៏គេនឹងដាក់នៅក្នុងបញ្ជីដែលត្រូវរឹតបន្តឹងជាមួយនឹង Hui One Group ហ្នឹងដែរអានេះគឺជាអ្វីដែលគេបញ្ចូលចំពោះករណី Hui One Pay Hui One Group ហ្នឹងឯងបាទអានឹងដោយករណីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅលើលោកកុកអានលោករីយងផាត់ឲ្យដែរគឺថាដាក់ទណ្ឌកម្មឲ្យអ្នកណាទៅរកស៊ីជាមួយក៏អត់បានដែរគឺដាក់ជាប់ទាំងអស់គឺដាក់សម្រាប់ឲ្យចងឲ្យជាប់ហ្មងអត់ឲ្យអ្នកឯងរើរួយអ្នកឯងដាក់នេះឲ្យធ្វើអានោះអីបាទបានគឺថាជាប់ហ្មងទណ្ឌកម្មហ្នឹងមួយទៀតតារាតើហើយបានជាសហរដ្ឋអាមេរិកកែសម្រួលបញ្ញត្តិចុងក្រោយស្ដីពីក្រុមហ៊ុន Hui One Pay Group ហើយឬមួយក្រុមហ៊ុននេះមានបណ្ដាញរបស់ Print Group ដែរបាទនឹងថានេះជាសំណួរល្អជាចំណុចសំខាន់ដែលខ្ញុំចង់បកស្រាយដែរបើយោងទៅតាមការប្រកាសរបស់ក្រសួងរដ្ឋាភិបាលអាមេរិកហ្នឹងគឺគេបញ្ជាក់អញ្ចេះថា Hui One Pay ហ្នឹងគឺជាសំទោសមិន Hui One Pay គឺក្រុមហ៊ុន Hui One យើងនិយាយថា Hui One Pay ហ្នឹងវាជាផ្នែកជាក្រុមហ៊ុនបត់សម្ព័ន្ធវាជាផ្នែកនៃប្រតិបត្តិការរបស់ក្រុមហ៊ុន Hui One Group យើងនិយាយ Hui One Group ទៅវាទលំទលាជាងវាធំជាងហ្នឹងហើយថាក្រុមហ៊ុន Hui One Group ហ្នឹងគឺយើងដឹងទាំងអស់គ្នាថាមានលោកហ៊ុនតូក្មួយប្រុសរបស់លោកហ៊ុនសែនហ្នឹងជាម្ចាស់ភាគហ៊ុនហ្នឹង30% ហើយថ្មីនេះយើងឃើញគាត់ប្រកាសថាគាត់មិនពាក់ព័ន្ធអីទេគាត់មិនបានផលប្រយោជន៍អីពីក្រុមហ៊ុនហ្នឹងទេគាត់មិនមានសិទ្ធិចាត់ចែងគ្រប់គ្រងលើអាហ្នឹងទេនឹងបន្ទាប់ពីប្រជាពលរដ្ឋចុះផ្លូវអីតវ៉ាអញ្ចឹងណាបានគាត់ចេញមកអញ្ចឹងទៅឲ្យដៃជើងរបស់គាត់អីដាក់ហ៊ុន 30% ហើយអត់ដឹងរឿងអីទាំងអស់ចូលតែមករួចខ្លួនយកទៅផលចំណេញជួនកាលចាំស៊ីឡាក់ថៃលុយហូរចូលមកតាមហ្នឹងមកយើង 30% ច្រើនណាស់ថៃលាងលុយរាប់លានដុល្លាររាប់ពាន់លានអីមិនធម្មតាទេថៃហ្នឹងហើយក្រុមហ៊ុន Hui One Group ហ្នឹងគឺបានទទួលរងនឹងការត្រួតពិនិត្យយ៉ាងខ្លាំងចំពោះតួនាទីរបស់ពួកគេនៅក្នុងការសម្រួលលំហូរហិរញ្ញវត្ថុរបស់បណ្ដាញឆបោកអនឡាញហ្នឹងហើយនឹងការលាងលុយកខ្វក់ចំណុចសំខាន់ហ្នឹងគឺចេះក្រសួងរដ្ឋាភិបាលជាតិអាមេរិកឬមួយក៏ក្រសួងហិរញ្ញវត្ថុអាមេរិកហ្នឹងគេបានរកឃើញថាក្រុមហ៊ុន Hui One Group ហ្នឹងហើយគឺជាចំណុចស្នូលមួយសម្រាប់ការលាងលុយកខ្វក់ឬមួយក៏ការសម្អាតប្រាក់ដែលបានមកពីការលួចតាមប្រព័ន្ធអ៊ីនធឺណិតហើយនឹងការឆបោកវិនិយោគទៅលើរូបិយប័ណ្ណ Digital សំខាន់ជាងនេះទៅទៀតគឺក្រសួងរដ្ឋាភិបាលជាតិអាមេរិកបានរកឃើញថា Prince Group នេះគឺត្រូវបានប្រើប្រាស់សំទោសក្រុមហ៊ុន Hui One Group នឹងឯងគឺត្រូវបានប្រើប្រាស់ដោយ Prince Group មានន័យថារបស់ Gen Z ហ្នឹងបណ្ដាញយុទ្ធកម្មឆ្លងដែនរបស់ Gen Z ហ្នឹង
ដើម្បីផ្ទេរហើយនឹងប្រមូលផ្ដុំទ្រព្យសម្បត្តិដែលបានមកពីសកម្មភាពឆបោកកន្លែងហ្នឹងគឺមានន័យជាសាមញ្ញថាហ៊ុយវ៉ាន់ group ហ្នឹងឬមួយក៏ធនាគារហ៊ុយវ៉ាន់អីហ្នឹងដែលប្រតិបត្តិការហ្នឹងគឺជាកន្លែងមួយដែល Prince Group បណ្ដាញឆបោកកម្រិតពិភពលោករបស់ Gen Z ហ្នឹងប្រើដើម្បីគេផ្ទេរលុយចុះឡើងទៅហើយបន្ទាប់មកគឺប្រមូលផ្ដុំទ្រព្យសម្បត្តិដែលបានមកពីការឆបោកទាំងអស់ហ្នឹងឲ្យคล้ายទៅជាលុយស្របច្បាប់ឬមួយក៏លុយសវិញហ្នឹងមានការលាងសម្អាតលុយគឺមួយក៏លាងលុយកខ្វក់ដែលពួកគេរកបានពីរបរទុច្ចរិតរបរឆបោកអនឡាញហ្នឹងឲ្យคล้ายទៅជាលុយស្របច្បាប់ឲ្យคล้ายទៅជារបស់ដែលអាចយកមកចាយបានដោយមិនមានការដូចថា question ការសាកសួរពីប្រភពហើយចំណុចនេះក៏ខ្ញុំចង់បញ្ជាក់បន្តិចដែរថាខ្ញុំនឹកឃើញដល់សម្ដីរបស់លោកអ៊ូសាមឌីដែលគាត់ជាប្រធានស្ថាប័នប្រជាធិបតេយ្យអីរបស់ខាងរដ្ឋាភិបាលក្រេត$23ហ្នឹងហើយក្រៅពីនេះទេគាត់ទទួលខុសត្រូវទៅលើរឿងក្រិតកម្មអនឡាញហ្នឹងគាត់និយាយថាប្រទេសកម្ពុជាទាំងមូលប្រជាជនខ្មែរយើងគ្រប់គ្នាហ្នឹងយើងអត់ទាន់បានដឹងខ្លួនថាយើងកំពុងតែចូលរួមជាផ្នែកមួយនៅក្នុងការជួយលាងលុយកខ្វក់ឲ្យក្រុមអ ក្រិតជនណាគឺបែបនឹងឯងអ្វីដែលយើងឃើញនេះគឺបែបនឹងឯងមានន័យថាក្រុមហ៊ុនមួយចំនួនក្រុមហ៊ុនហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជាឲ្យធ្វើប្រតិបត្តិការគឺគ្រាន់តែជាសម្បកហ្នឹងមើលថាជាក្រុមហ៊ុនស្របច្បាប់ចុះបញ្ជីត្រឹមត្រូវយកបុគ្គលិកយកអីជាខ្មែរឲ្យទៅធ្វើការក្នុងហ្នឹងហើយទទួលប្រាក់បញ្ញើឬមួយក៏ផ្ដល់ប្រាក់កម្ចីឲ្យប្រជាជនក្នុងរូបភាពតែសម្បកខាងក្រៅទេប៉ុន្តែថាពិតពីក្រោយខ្នងទេគឺកន្លែងហ្នឹងគឺជាកន្លែងលាងលុយកខ្វក់បែបហ្នឹងឯងពីព្រោះលុយដែលបានមកពីអង្គើទុច្ចរិតរាប់ពាន់លានដុល្លារយើងសាកសម័យមើលគ្រាន់តែប្រជាជនអាមេរិកបាត់បង់លុយក្នុងឆ្នាំ2024អស់យ៉ាងហោចណាស់ 10,000 លានហើយចុះពីពិភពលោកប្រជាជននៅប្រទេសដទៃទៀតដែលចាញ់បោកការឆបោកអនឡាញទាំងអស់ហ្នឹងបូករួមទាំងលុយដែលមនុស្សមួយចំនួនត្រូវបានគេឃោសនាឲ្យមកធ្វើការនៅស្រុកខ្មែរបន្ទាប់មកទៀតគេហៅគេឃុំឃាំងគេបង្ខាំងដើម្បីជំរិតទារប្រាក់ករណីជំរិតទារប្រាក់ករណីជួញដូរមនុស្សអីផ្ទេដឹកពីកន្លែងមួយទៅកន្លែងមួយអីសពបែបយ៉ាងហ្នឹងមិនដឹងថាលុយពួកក្រិតជនទាំងអស់ហ្នឹងវាមានក្នុងកម្រិតប្រមាណពាន់លានដុល្លារទេដូច្នេះហើយគឺត្រូវការលាងលុយទាំងអស់ហ្នឹងដើម្បីឲ្យយកលុយទាំងអស់ហ្នឹងអាចយកមកចាយបានហើយដូច្នេះហើយនៅពេលដែលនេះរដ្ឋាភិបាលក្រុមគូសាត្រកុលហ៊ុនរបបដឹកនាំរបស់លោកហ៊ុនសែនហ្នឹងគាត់ខ្វះកតែរឿងលុយគាត់ចង់បានតែលើលុយហ្នឹងឃើញលុយហ្នឹងវាលើគោកពេកស្រក់ទឹកមាត់ចឹងទៅគាត់បើកប្រទេសហ្នឹងឲ្យពួកអក្រិតជនហ្នឹងយកប្រទេសកម្ពុជាហ្នឹងជាកន្លែងប្រព្រឹត្តនៅអំពើចោរកម្មហ្នឹងតែម្ដងទៅប្រទេសជាតិមួយទាំងមូលខ្លាចជាកន្លែងមួយដែលគេប្រសិទ្ធនាមថាជា scam state architecture អញ្ចឹងទៅជារដ្ឋស្ថាបនានៅអំពើឆបោកអនឡាញហ្នឹងវាជារឿងមួយដែលធំធេងហើយវាជារឿងមួយដែលឈឺចាប់សម្រាប់ប្រជាជាតិខ្មែរយើងជាប្រជាជាតិមួយដែលមានកេរ្តិ៍ឈ្មោះកិត្តិយសនិងសេចក្តីថ្លៃថ្នូរហ្នឹងមិនគួរខ្លាចជាកន្លែងមួយដែលត្រូវបានពួកចោរប្រើដើម្បីលាងលុយកខ្វក់ឬមួយក៏ទៅឆបោកពិភពលោកបែបហ្នឹងទេអានេះគឺជាកំហុសនៃការដឹកនាំដ៏ធំហើយនឹងជាប្រវត្តិសាស្ត្រសម្រាប់របបដឹកនាំលោកហ៊ុនសែនហ្នឹងហើយអត់អាចប្រកែកបានទេថៃហ្នឹងហើយតារារឿងបញ្ហាអក្រិតកម្មឆបោកអនឡាញនេះឯងក៏ជាដើមហេតុដែលធ្វើឲ្យថៃនឹងវាយឈ្លានពានដណ្ដើមទឹកដីខ្មែរជាច្រើនទីតាំងដែរនេះគឺជាដើមហេតុដែលបញ្ហា scam អនឡាញនេះវាមិនមែនជារឿងធម្មតាទេគឺថាបង្កការខូចខាតហើយយើងទឹកដីខ្មែររបស់យើងដែលដូនតាខំកសាងខំថែរក្សាការពារហ្នឹងគឺថាមកបាត់បង់ទ្រាំចំនួនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះហើយប្រាសាទបុរាណរបស់ខ្មែរអីហ្នឹងក៏ត្រូវបានយោធាថៃកាន់កាប់ហើយបាទដីខ្មែរហ្នឹងគេកំពុងវាស់ចែកទៅឲ្យពលរដ្ឋរបស់ថៃហើយយើងបានស្ដាប់សេចក្តីរាយការណ៍មុននេះបន្តិចណាបាទនេះគឺផ្ដើមចេញពីរឿងអក្រិតកម្មឆបោកអនឡាញហើយគេយកដីយើងហើយគេចោទថាយើងនឹងជាទឹកដីឆបោកអនឡាញខូចគេឈ្មោះថែមទៅទៀតនឹងឯតារាយើងឃើញតារារៀបរាប់មិញថាលោកហ៊ុនសែនឃ្លានលុយត្រេកតាអានឹងលុយណាភ្លេចខ្លួនភ្លេចគិតអំពើទុច្ចរិតអំពើអាក្រក់ពីព្រោះថាលោកហ៊ុនសែនជាមេដឹកនាំផ្ដាច់ការយើងដឹងហើយចាប់តាំងពីរំលាយគណៈបកប្រឆាំងរំលាយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមកគឺថាលោកហ៊ុនសែនចាប់ផ្ដើមជិះសេះលេងដៃហើយមិនខ្វាយខ្វល់ពីការរកស៊ីជាមួយនឹងប្រទេសឬក៏អ្នកវិនិយោគល្អទេប្រទេសល្អទេគឺថាចាប់ផ្ដើមបើកទ្រូងពេលដែលប្រទេសកំពុងលំបាកលោកហ៊ុនសែនបែរជារំភើបនៅពេលដែលពួកអក្រិតជននឹងចូលមកប្រទេសកម្ពុជាទៅចាប់ផ្ដើមមកឆបោកលុយហើយចាប់ផ្ដើមជួយផ្ដល់លុយហើយជួយកសាងអគារធំយើងឃើញអាកាស៊ីណូអីនឹងអគារនៅក្រុងព្រះសីហនុនឹងគឺថាដូចហុងកុងដូចអីស្អាតណាម្នាក់នឹងរំភើបទៅនឹងអាលុយ
ដែលបានពីការបោកប្រាស់គេញើសឈាមរបស់គេណាពលរដ្ឋជុំវិញពិភពលោកដែលយកមកហ្នឹងគឺយកមកសាងសង់អគារខ្ពស់អគារប៉និតអីយ៉ាងទៅគឺថាលោកហ៊ុនសែនរំភើបណាស់ហ្នឹងលោកហ៊ុនសែនអញ័រនឹងអាហ្នឹងហើយយើងមិនដឹងថាតើអង្កាលស៊ីហ្គេមនោះដែលរៀបចំមកលោកហ៊ុនសែនរហូតដល់ចំណាយលុយរៀបចំអីហ្នឹងហើយរហូតដល់មិនផ្ដល់លុយឲ្យកីឡាករបរទេសហ្នឹងមិនយកលុយណាផ្ដល់សេវា free ទាំងការស្នាក់នៅទាំងម្ហូបអាហារដល់កីឡាបរទេសមកប្រកួត SEA Games ហ្នឹងមានការប្រចាំងស្លាយប្រចាំងអីរៀបចំភ្លើងពណ៌រៀបចំអីហ្នឹងគឺថាកក្រឹកកក្រែងកាលនោះលោកហ៊ុនសែនហាក់ដូចជារំភើបហើយសិតមិនដឹងថាតើលុយហ្នឹងជាលុយដែលពួកអ ក្រិតជននឹងជួយអីយ៉ាងណាទេពីការឆោបោកនឹងយកមកជួយទៅលោកហ៊ុនសែនទៅហើយយើងឃើញជិះយន្តហោះឯកជនទៅប្រជុំនៅក្រៅប្រទេសទៅប្រើនាឡិកាតម្លៃរាប់លានដុល្លារអីអញ្ចឹងទៅគឺថាគាត់គិតថាហើយជាអត់មានអ្នកណាដឹងលុយដែលបានហ្នឹងទីបំផុតលុយចោលវាមានតែបានសុកអីទីបំផុតឲ្យខូចខាតគេឈ្មោះខូចអីពេញណាពេញណីអញ្ចឹងទៅហ្នឹងហើយតារារឿងនេះដែលយើងឃើញហើយរឿងមួយទៀតដែលយើងថ្ងៃនេះគឺសហរដ្ឋអាមេរិកក៏បានចេញសេចក្តីប្រកាសមួយដែរគឺខាងក្រសួងយុទ្ធភ័ពអាមេរិកនឹងក៏មានការចេញសេចក្តីប្រកាសព័ត៌មានដោយឡែកមួយដែរតាក់ទងទៅនឹងក្រុមហ៊ុន Huiwan Group នេះដែលជាក្រុមហ៊ុនជាលោកហ៊ុនតូឈ្មោះលោកហ៊ុនសែននឹងជាសហប្រធានណាបាទជាមួយនឹងអ ក្រិតជនជាតិចិនដែរហើយប្រធានក្រុមហ៊ុន Huiwan Group នេះត្រូវបានចាប់ខ្លួនហើយគឺលោកលីសុងត្រូវបានចាប់បញ្ជូនទៅប្រទេសចិនហើយជាសហប្រធានជាមួយនឹងលោកហ៊ុនតូហ្នឹងហើយឥឡូវហ្នឹងមានតែលោកហ៊ុនតូទេដែលមានសេរីភាពនឹងក្មួយលោកហ៊ុនសែនទេដែលអត់មានណាប៉ះពាល់ណាបាទចំណែកប្រធានក្រុមហ៊ុន Huiwan Group ហ្នឹងត្រូវបានគេចាប់ទៅបាត់ហើយទៅចិនបាត់ហើយដូច្នេះឃើញខាងសហរដ្ឋអាមេរិកបានក្រសួងយុតិធធម៌អាមេរិកហ្នឹងកាលពីថ្ងៃទី23ខែមិថុនាដែរបានប្រកាសពីការរឹបអូសគណនីម៉ាស៊ីនកុំព្យូទ័រដែលតាមបណ្ដាញអ៊ីនធឺណិតមួយមានថាតាមបណ្ដាញអ៊ីនធឺណិតគេរឹបអូសម៉ាស៊ីនកុំព្យូទ័រតាមបណ្ដាញអ៊ីនធឺណិតឬ cloud computing មួយដែលគេចោទថាត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងប្រតិបត្តិការលាងលុយនិងផ្ទេរប្រាក់ពីការឆោបបោកតាមអ៊ីនធឺណិតនិងឧក្រិដ្ឋកម្ម crypto ឆ្លងដែនក្រសួងយុតិធធម៌អាមេរិកនឹងបានឲ្យដឹងថាគណនីនេះត្រូវបានគេប្រើប្រាស់សម្រាប់ដំណើរការផ្នែកមួយនៃក្រុមហ៊ុន Huiwan ហើយឈ្មោះ Huiwan Guarantee ដែលត្រូវបានចោទថាជាទីផ្សារអនឡាញសម្រាប់អ ក្រិតជនដោយផ្ដល់សេវាលាងលុយនិងសម្រួលការផ្ទេរប្រាក់ពីមជ្ឈមណ្ឌលឆោបបោកនៅអាស៊ីអាគ្នេយ៍ហើយក្រុមហ៊ុន Huiwan បានរងការចាប់អារម្មណ៍ជាយូរមកហើយដោយសារមានទំនាក់ទំនងជាមួយនឹងអិសរាជជនមានអំណាចនៅកម្ពុជាមានលោកហ៊ុនតូជាក្មួយប្រុសរបស់លោកហ៊ុនសែនគឺជាម្ចាស់ភាគហ៊ុន 30% នៅក្នុងក្រុមហ៊ុន Huiwan Pay នេះហើយសកម្មភាពចុងក្រោយនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកាត់ផ្តាច់ Huiwan Group ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិកតែម្ដងហើយនឹងកំពុងពង្រីកវិធានការនេះដើម្បីរួមបញ្ចូលជាមួយនឹង HPay Service ដែលអាមេរិកចាត់ទុកថាជាផ្នែកមួយនៃបណ្ដាញ Huiwan Group តាមពិតអាហ្នឹងគឺដូចតារាបានរៀបរាប់ខ្លះៗដែរដូច្នេះមានន័យថាអាមេរិកក្រសួងយុតិធធម៌អាមេរិកក៏បានរឹបអូសគណនី Huiwan Group នឹងដែរដែលសម្រាប់លាងលុយសម្រាប់ផ្ទេរប្រាក់ពីការឆោបបោកណាបាទហើយ